នេះដែរអេដូចជា tribute មួយសម្រាប់ high school life ដោយសារខំប្រឹងមកអស់រយៈពេល13ឆ្នាំហើយឥឡូវបានអេពិតប្រាកដខ្ញុំកូនបងឯងចង់ទៅពេលបានអេចឹងទៅ motivate ឲ្យបងអូនខ្ញុំខំរៀនផងហ្នឹងទៅហើយនោះជាគំរូដល់មិត្តភ័ក្តិដល់បងប្អូនសិស្សអូនជំនាន់ក្រោយចឹងដែរខ្ញុំជោគជ័យថ្ងៃហ្នឹងគឺខ្ញុំចង់ផ្ញើជូនខ្លាំងជាងគេទៅដល់ម៉ាក់យាយតែម៉ាក់យាយទៅលើឃើញចៅតែបងគាត់ធ្វើបាននិទេសអេហ្នឹងជាកូនសោចាក់ទ្វារដើម្បីបើកទៅវិថីជីវិតថ្មីបន្ទាប់ពីការសិក្សាពីថ្នាក់ទី1ដល់ទី12និទេសអេហ្នឹងខ្ញុំគិតថាវាមិនមែនជាអ្វីមួយដែលកំណត់ជោគវាសនាយើងទេប៉ុន្តែវាប្រៀបបានជាភាពជោគជ័យនិងការសម្រេចបានរបស់យើងមួយដ៏ធំធេងនៅជីវិតជាសិស្សរយៈពេល12ឆ្នាំយើងកន្លងផុតជាអ្វីដែលយើងធ្វើបានតែខ្លួនឯងយើង achieve ខ្លួនឯងសម្រេចបានគោលដៅហ្នឹងដែលដាក់ខំប្រឹងតាំងពីដើមអញ្ចឹងវាជួយឲ្យយើងមានន័យខ្លាំងខ្ញុំចង់បានអេហើយការសិក្សារបស់ខ្ញុំក៏ខ្ញុំតែងតែដាក់គោលដៅខ្លួនឯងគឺយកអេឲ្យបានរហូតខ្ញុំតែងតែដាក់សម្ពាធលើខ្លួនឯងថាខ្ញុំត្រូវធ្វើវាឲ្យបានបើខ្ញុំធ្វើអត់បានខ្ញុំដាក់គោលដៅខ្លួនឯងធ្វើអីខ្ញុំជាមនុស្សមានមហិច្ឆតាខ្ពស់ចង់បានអេរហូតយើងចង់ឈ្នះគេខិតខំ50ខ្ញុំត្រូវខិតខំឲ្យបានគ្រប់100បើគេឈ្នះខ្ញុំបានចឹងខ្ញុំក៏អាចឈ្នះគេបានដែរក្នុងនាមខ្ញុំជាសិស្សនិទេសអេនៅក្នុងចំណោម95នាក់ចំពោះខ្ញុំគឺវាមានអត្ថន័យខ្លាំងមានតម្លៃខ្លាំងដោយសារតាំងពីបឋមសិក្សាមកខ្ញុំជាក្មេងម្នាក់ដែលមានមហិច្ឆតាហើយដាក់គោលដៅហ្នឹងតាំងពីថ្នាក់ក្រោមមកការដែលខ្ញុំសម្រេចបាននៅលទ្ធផលមួយហ្នឹងខ្ញុំសប្បាយចិត្តមកតង់ហើយប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំអាចសម្រេចនៅក្តីសម័យរបស់ខ្លួនឯងហើយក៏ដូចជាយកលទ្ធផលហ្នឹងជូនទៅដល់ម៉ាក់ប៉ានិទេសអេជូនម៉ាក់ខ្ញុំធ្វើបានទេប៉ាកូនធ្វើបានហើយកូនបាននិទេសអេ